រូបមន្តរំលាយគ្រោះក្នុងតម្រងនោមហើយនឹងក្នុងថង់ប្រមាត់ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសារីសញ្ញាត្បាល់បុកថ្ងៃនេះសូមចែករំលែកថ្នាំរំលាយគ្រោះនៅក្នុងតម្រងនោមហើយនឹងថង់ប្រមាត់ដំបូងពុកម៉ែបងប្អូនទៅរកផ្លែដូងខ្ចីចំនួន1ផ្លែហើយនឹងសាជូរចំនួន1ដុំរបៀបធ្វើមាន2យ៉ាងទី1បងប្អូនយកសាជូរ1កូនដុំបន្ទាប់មកកូរក្នុងទឹកដូងចំនួន15ជុំឬក៏20ជុំវិធីទី2បងប្អូនយកសាជូរប៉ុនមេដៃបុកឲ្យម៉ត់ហើយចាំយកទៅលាយជាមួយនឹងទឹកដូងកូរឲ្យរលាយសិនហើយចាំយកមកទទួលទានការទទួលទានក្នុងមួយថ្ងៃ2ដងមានន័យថាយកទឹកដូង1ផ្លែបងប្អូនរំលែកឲ្យបានជា2ចំណែកបន្ទាប់មកបងប្អូនទុកទទួលទានពេលព្រឹកព្រលឹមឡើង1ដងហើយនឹងល្ងាចមុនចូលគេងម្ដងបងប្អូនទទួលទានបែបនេះឲ្យបាន1សប្តាហ៍ចាំទៅអូសអេកូមើលឬក៏ត្រួតពិនិត្យមើលនៅមន្ទីរពេទ្យដើម្បីឲ្យដឹងថាតើគ្រោះនៅក្នុងតម្រងនោមហើយនឹងប្រមាត់របស់បងប្អូនបានរលាយអស់ហើយឬនៅប្រសិនបើនៅបងប្អូនធ្វើបន្ត1សប្តាហ៍ទៀតអាស្រ័យទៅលើគ្រោះតូចឬគ្រោះធំចំពោះទឹកដូងបងប្អូនអាចចាក់ចូលទៅក្នុងកែវឬក៏ក្នុងចានក៏បានដែរហើយចាំយកសាជូរទៅកូរឲ្យសព្វបើសាជូរដុំយើងកូរ15ជុំទៅ20ជុំតែបើបងប្អូនយកសាជូរប៉ុនមេដៃបុកឲ្យម៉ត់បងប្អូនកូរឲ្យរលាយសិនសូមបញ្ជាក់រូបមន្តនេះប្រសិនជាបងប្អូនមានជំងឺក្រពះពោះវៀនបងប្អូនហូបតែបន្តិចបន្តួចបានហើយក្នុងមួយថ្ងៃមានន័យថាយើងហូបទឹកដូងមួយថ្ងៃអស់1ផ្លែតែបើសិនជាបងប្អូនមានជំងឺក្រពះពោះវៀនក្នុង1ផ្លែហ្នឹងបងប្អូនបែងចែកជា2ថ្ងៃទៅហើយស្ទាបស្ទង់មើលផងបើសិនជាមានអាការៈក្រហាយផ្សាក៏បងប្អូនបន្ថយការហូបឲ្យនៅសល់តិចតួចបានហើយរូបមន្តនេះបានផលច្រើនគ្នាណាស់សូមបងប្អូនធ្វើតាមចុះមិនខុសបំណងទេបងប្អូនទទួលទានត្រឹមតែ1សប្តាហ៍នឹងរលាយគ្រោះក្នុងប្រមាត់ហើយនឹងតម្រងនោមអស់ហើយសូមអរគុណ